រហូតអញ្ចឹងបានន័យថាការកសាងធនធានមនុស្សហ្នឹងគឺវាត្រូវការរយៈពេលយូរហើយច្រើនឆ្នាំណាអញ្ចឹងបើបងប្អូនចំនួនយើងនេះរៀនបានប៉ុណ្ណេះចំនួនកូនយើងឲ្យរៀនបានលើសនេះបន្តិចទៅរត់យើងឲ្យហ៊ានបោកយើងខ្ញុំស្ដាប់ព័ត៌មានមិញសហរដ្ឋអាមេរិកដែលព្រមព្រៀងបញ្ចុះពន្ធខ្មែរយើងពី 45% មក 19% គេមានលក្ខខណ្ឌប្រមាណចំណុចដែលខ្ញុំចាំបានទៅវាគួរចង់ស្អីវាល្អគេថាលក្ខខណ្ឌទី1គឺមិនជិះជាន់កម្មករត្រូវការពារបរិស្ថានត្រូវកាត់បន្ថយឬក៏កុំកាប់ព្រៃឈើត្រូវមិនបង្ខំពលករឲ្យធ្វើការលើសកម្លាំងអីទេអញ្ចឹងបានថាលក្ខខណ្ឌគេដូចតែលក្ខខណ្ឌគឺល្អដូចថាពេលយើងទទួលយកលក្ខខណ្ឌហ្នឹងតែប៉ុណ្ណឹងនេះល្អកូនចៅយើងប្រជាពលរដ្ឋខ្មែរយើងនឹងល្អហើយអ្នកដែលបានផលគឺទៅកែអញ្ចឹងបានថាគេដាក់លក្ខខណ្ឌមិនស្ដាប់មកទេនេះពិបាកទេតែប៉ុណ្ណឹងទេលក្ខខណ្ឌហ្នឹងគឺបង្កើតសុខុមាលភាពសុខស្រួលដល់អ្នកធ្វើការហើយនឹងតកែក៏បាន reward ទៅតាមនឹងដែរធម្មតាបើបុគ្គលិកគាត់ស្រួលចិត្តអីគាត់ធ្វើការ productive វាមានលទ្ធផលល្អច្រើនអាមេរិកវាឲ្យលុយមកជំនួយមកអីចឹងវាសួរនាំថាលុយនឹងបានទៅធ្វើជំនួយបានទៅអភិវឌ្ឍកន្លែងដែលយើងនិយាយថាអភិវឌ្ឍនឹងអត់ឧទាហរណ៍ថាវាឲ្យធ្វើដងឬក៏វាឲ្យធ្វើផ្លូវថ្នល់អីចឹងវាតាមសួរតាមនាំទៅខ្ញុំបានធ្វើផ្លូវថ្នល់អត់ឲ្យ50លានមកមិនមែនធ្វើអស់តែ15លានសល់ខាត់បានទុកកប៉ៅទេគឺវាសួរអញ្ចឹងដល់ពេលអញ្ចឹងប្រទេសណាដែលគេអត់សូវពុករលួយគឺសួរទៅគឺគេសហរីករាយនឹងសហការមួយអាមេរិកណាព្រោះគេបានពុករលួយរបស់គេខ្លាចអីនឹងបើកបង្ហាញអ្វីដែលគេធ្វើឲ្យអាមេរិកមើលប៉ុន្តែប្រទេសណាដែលពុករលួយរៀងខូចអញ្ចឹងពេលវាពីអាមេរិកសួរអញ្ចឹងគឺឬក៏អូស្ត្រាលីអញ្ចឹងជំនួយគេពេលគេឲ្យមកគេសួរនាំអញ្ចឹងទៅយើងមានអារម្មណ៍ថាគេលុកលឿនផ្ទៃក្នុងរបស់យើងបើយើងពិតជាល្អមួយជាប្រវត្តិយើងមិនទេត្រូវខ្លាចអាហ្នឹងមិនលុកលឿនទេគេគ្រាន់តែក្នុងន័យសិទ្ធិមនុស្សអញ្ចឹងណាអញ្ចឹងតែបើប្រទេសមួយគឺប្រទេសចិនគឺគាត់ឲ្យជំនួយឬក៏គាត់ឲ្យកិច្ចអញ្ចឹងគាត់មិនដែលសួរនាំទេចង់រដ្ឋាភិបាលធ្វើថាកម្ចីធ្វើថ្នល់ឈ្មោះថាប្រទេសមួយជាពាក្យគេ1000លានប៉ុន្តែតែប៉ិតលុយ1000លានហ្នឹងមកធ្វើអស់ទៅ10លានសល់90លានទៀតបាត់តាណាតរីអស់ក៏ចិនវាអត់សួរនាំដែរដូច្នេះហើយបានប្រទេសខ្លះតែរៀងល្ងិតរៀងខូចចូលចិត្តទៅរកបានចឹងណាដូចជាប្រទេសមួយចំនួននៅអាស៊ីយើងគ្នាហើយនឹងប្រទេសមួយចំនួននៅអាហ្វ្រិកគេចូលចិត្តរកបានមួយចិនណាព្រោះឯងវាចង់ពុករលួយហ្នឹងអាប៉ុកកឡនេះអត់ទេបងប្អូនរដ្ឋាភិបាលខ្មែរយើងខ្ញុំគ្រប់គ្រងខ្ញុំអត់និយាយបច្ចេកវិទ្យាទេខ្ញុំយល់ថាគឺគាត់មានការខ្មាស់ខៃរអាឥឡូវខ្ញុំគិតថាគាត់កំពុងតែព្យាយាមបោះសម្អាតដែរបងប្អូនកុំមើលងាយកុំមើលងាយមេរោគនាំខ្លួនឯងកុំមើលងាយប្រទេសជិតខ្លួនឯងខ្ញុំលើកគេថាអ្នកដែលនៅកូរ៉េអញ្ចឹងគេថាប្រទេសកូរ៉េក៏ដូចតែខ្មែរយើងដែរគេថាការពីមុនដំបូងរដ្ឋាភិបាលគឺជាជាន់ប្រជាពលរដ្ឋខ្លាំងណាតែពេលបន្តិចម្ដងប្រជាពលរដ្ឋមានការយល់ដឹងប្រជាពលរដ្ឋមានការចេះដឹងអញ្ចឹងទៅរដ្ឋាភិបាលគេអត់ហ៊ានទេឡើយទេអត់ហ៊ានរំលោភសិទ្ធិមនុស្សទេគុណក្មេងស្រែកហើយនឹងគុណក្មេងស្រែកហើយនឹងកែបយំរហូតអញ្ចឹងបានន័យថាការកសាងធនធានមនុស្សហ្នឹងគឺវាត្រូវការរយៈពេលយូរហើយច្រើនឆ្នាំណាអញ្ចឹងបើបងប្អូនចំនួនយើងនេះរៀនបានប៉ុណ្ណេះចំនួនកូនយើងឲ្យរៀនបានលើសនេះបន្តិចទៅរត់យើងឲ្យហ៊ានបោកយើងអញ្ចឹងវាដូចប្រទេសកូរ៉េអញ្ចឹងការពិចារណានិយាយតាគេរដ្ឋាភិបាលគេកាយដាក់ប្រជាពលរដ្ឋតែពេលឥឡូវដល់ចំនួនកូនចៅគេរដ្ឋាភិបាលគេគឺខ្លាចប្រជាពលរដ្ឋហ្មងហើយប្រជាពលរដ្ឋគេធ្វើបាតកម្មគេមិនពិបាកទូវាយគេចောက်ឯណានៃវាយឡានវាយអីដុតកង់ឡានដុតផ្លូវទេគេធ្វើបាតកម្មទៅគាត់អុចទៀនរដ្ឋាភិបាលគេលេងពីតំណែងហ្នឹង